ថ្នាំព្យាបាលស្លាប់មួយចំហៀងខ្លួនហើយនឹងស្ពឹកដៃស្ពឹកជើងជំរាបសួរពុកម៉ែបងប្អូនជាទីគោរពទាំងអស់គ្នាខ្ញុំបាទគ្រូថ្នាំឱសថបុរាណប៉ុលសេរីសញ្ញាត្បាល់បុកថ្ងៃនេះសូមចែករំលែករូបមន្តព្យាបាលស្លាប់មួយចំហៀងខ្លួនហើយនឹងស្ពឹកតាមម្រាមដៃម្រាមជើងរូបមន្តមាន4យ៉ាងទី1ផ្លែភ្នៅក្រៀមឬក៏ភ្នៅស្រស់ក៏បានដែរប្រើចំនួន5ចំណិតបើចំណិតតូចដាក់7 8ចំណិតបើចំណិតធំដាក់5ចំណិតបានហើយទី2ម្រេច1ស្លាបព្រាបាយដំឲ្យបែកជា2សិនក៏បានដែរទី3ផ្លែដីខ្លីចំនួន10ផ្លែទៅ15ផ្លែទី4ដើមមមាញខ្មោចប្រើស្រស់ក៏បានហាលឲ្យស្ងួតក៏បានចំនួន1ក្តាប់ដៃវិធីដាំទឹកហូបបងប្អូនយកទាំង4មុខនេះយកមកដាំទឹកចំនួន2លីត្រឬក៏3លីត្រអាស្រ័យទៅលើបងប្អូនហូបទឹកតិចឬច្រើនដាំឲ្យពុះរយៈពេល20នាទីទៅ30នាទីហើយចាំយកមកទទួលទានការទទួលទានមិនកំណត់ពេលនោះទេបងប្អូនចង់ហូបពេលណាក៏បានដែរសូមបញ្ជាក់ប្រសិនបើបងប្អូនមានជំងឺក្រពះពោះវៀនបងប្អូនទទួលទានត្រឹមតែមួយថ្ងៃ3ដងបានហើយម្ដង1ពែងឬក៏កន្លះកែវពេលព្រឹកក្រោយបាយពេលថ្ងៃហើយនិងពេលល្ងាចក្រោយបាយដូចគ្នាសម្រាប់បងប្អូនដែលមានជំងឺក្រពះពោះវៀនតែបើសិនជាបងប្អូនមិនមានជំងឺក្រពះពោះវៀនទេបងប្អូនអាចទទួលទានបានគ្រប់ពេលវេលាប្រសិនជាបងប្អូនទទួលទានមិនអស់បងប្អូនអាចដាក់ក្លាសេក្នុងទូទឹកកកសិនក៏បានឬក៏កម្ដៅទុកសិនក៏បានចំពោះថ្នាំដែលបងប្អូនបានដាំរួចហើយបងប្អូនអាចដាំបាន2ដងទៅ3ដងលុះត្រាតែសាបអស់ជាតិទើបបងប្អូនដូរថ្មីត្រឹមតែរយៈពេល3ថ្ងៃឡើងទៅអាការៈដែលធ្លាប់តែស្ពឹកម្រាមដៃម្រាមជើងក្តៅផ្សាក្រហាយបងប្អូននឹងបានធូរស្បើយជាពំខានចំណែកបងប្អូនដែលស្លាប់មួយចំហៀងខ្លួនសូមព្យាយាមឲ្យបាន1សប្តាហ៍ឡើងទៅបងប្អូនសង្កេតឃើញសរសៃឈាមរបស់បងប្អូនចាប់ផ្ដើមតឹងហើយនឹងពើតចុកឈឺអាការៈបែបនេះសូមកុំព្រួយបារម្ភអីព្រោះអីថ្នាំទៅជួយស្អំសរសៃឈាមរបស់បងប្អូនឡើងវិញដើម្បីឲ្យដៃជើងរបស់បងប្អូនបានកម្រើកឡើងវិញពេលដែលបងប្អូនព្យាយាមហូបបាន3សប្តាហ៍ទៅ4សប្តាហ៍ឃើញថាដៃជើងរបស់បងប្អូនចាប់ផ្ដើមរឹងមាំបណ្ដើរហើយនោះគឺសបញ្ជាក់ថាមិនយូរមិនឆាប់ទេបងប្អូននឹងបានដើររួចសារជាថ្មីវិញសូមព្យាយាមទទួលទានចាស់មិនខុសបំណងទេរូបមន្តនេះបងប្អូនជាច្រើនដែលគាត់បានទទួលទានឃើញថាបានទទួលផល70-80% ឡើងទៅបងប្អូនខ្លះព្យាយាមហូបរយៈពេល3ខែក៏ដើររួចបងប្អូនខ្លះក៏កន្លះឆ្នាំបងប្អូនខ្លះក៏1ឆ្នាំអាស្រ័យទៅលើបងប្អូនកើតយូរឬក៏កើតឆាប់បើកើតឆាប់បានផលលឿនបើកើតយូរក៏បានផលយូរការតមរបស់ផ្អាប់របស់ត្រាំគ្រឿងសមុទ្រជាដើមប៉ុន្តែមិនមែនហាមមិនឲ្យហូបដាច់ខាតនោះទេហូបបានតែកុំហូបច្រើនពេករូបមន្តនេះមិនថាបងប្អូនចុករយខ្នងចង្កេះក្រពះពោះវៀនលើសឈាមលើសជាតិស្ករឡើងជាតិអាស៊ីតក៏ប្រើត្រូវដូចគ្នាផងដែរមានតែថ្នាំខ្មែរទេដែលអាចជួយដល់បងប្អូនបានចំពោះអាការៈដោយដែលខ្ញុំបានរៀបរាប់ទាំងអស់នេះសូមព្យាយាមហូបចុះមិនខុសបំណងទេត្រឹមតែ2-3ថ្ងៃឡើងទៅឃើញផលហើយសូមអរគុណ